បងប្អូនអើយថ្ងៃនេះនាំបងប្អូនមកមើលខ្ញុំបងត្រីម្ដងកុំឲ្យនៅផ្ទះសេតពេកឥឡូវមកមើលខ្ញុំបងត្រីម្ដងបានដុតត្រីបានមើលផ្កាឈូកបានអីទាំងអស់គ្នាកុំឲ្យនៅផ្ទះនៅតែសេតនៅចង់និយាយទៅដើមគេនិយាយរួមទៅបើយើងនៅផ្ទះយើងដើរនិយាយទៅដើមគេដែលសុខចិត្តយើងមកព្រៃមកស្រែកគេហើយបងប្អូនអើយយើងបានមកមើលផ្កាឈូកមើលដើមឈូកមើលអីខ្លះមើលត្រីមើលព្រៃព្រឹក្សាអីបឹងអីខ្លះទៅកុំឲ្យនៅផ្ទះហួយហត់ទៅនៅផ្ទះមានអីធ្វើទេមានតែនិយាយដើមគេទេជាពិសេសចាស់ចាស់ហ្មងឲ្យជុំគ្នាមានអីទេមានតែនិយាយដើមគេដូច្នេះថ្ងៃនេះនាំបងប្អូនមកមើលផ្កាឈូកនៅអាងកពីងពួយបងប្អូននិយាយពីត្រីបងប្អូនអើយធំមែនទែនត្រីប៉នីន1គីឡូជាងខ្ញុំបានដើរនិយាយខ្ញុំធូរខួរក្បាលបងប្អូនអត់មាននៅផ្ទះអត់មានសេតអត់មានអីមកដល់ផ្ទះថ្មណាដល់សេតថ្មនឹងព្រោះថាបានមកព្រៃជាអត់មានសេតតាតិចហើយសបាយអើយសបាយអញ្ចឹងបានចង់ឲ្យបងប្អូនដើរមើលព្រៃព្រឹក្សាខ្លះទៅមើលបឹងមើលបួខ្លះទៅឥឡូវមិនបងប្អូនទៅក៏បានដែរនៅទៅផ្ទះទៅចាំខ្ញុំអ្នកថតឲ្យមើលបងប្អូនអើយមិនចេះខ្វះទេដែលយកត្រីអីបងប្អូនអើយសំបីតែខ្យងក៏ដូចដែរខ្យងវិញធំប៉ុនក៏ដៃបងប្អូនអើយអត់ចេះខ្វះហ្មងខ្ញុំទៅសឹងរកថ្ងៃអីបងប្អូនអើយទៅសឹងរកថ្ងៃខាងណាក៏បានខាងណាក៏មិនបានទៅបងប្អូនតែយើងចេះដើរទៅនៅផ្ទះក៏មិនដឹងថាមានការងារធ្វើដែរបងប្អូនអើយសុខចិត្តយើងទៅមើលព្រៃព្រឹក្សាអញ្ចឹងទៅមើលភ្នំមើលអីខ្លះអញ្ចឹងណាបងប្អូនខ្ញុំថ្ងៃណាមួយនឹងនាំបងប្អូនទៅនាំបងប្អូនទៅឡើងភ្នំម្ដងបងប្អូនចង់ឲ្យបងប្អូនមើលតាពាំងមើលអីចឹងព្រោះអីខ្ញុំនឹងភ្នំ150ខ្ញុំធ្លាប់ឡើងទៅបងប្អូនអើយស្អាតមែនតែនតាពាំងបងប្អូនតាពាំងច្រើនហើយអាស័យមើលទៅឡើងស្អាតតែគ្រាន់ថាយើងហត់បន្តិចបងប្អូនអើយឡើងភ្នំមកវាអត់សូវជាសបាយដូចយើងបងត្រីឯងបងត្រីយើងរៀងសបាយគ្រាន់យើងបាក់ឡើងភ្នំឡើងអីឲ្យហត់តែក្តៅបន្តិចបងប្អូនអើយប៉ះមិនអីទេប៉ុណ្ណឹងក៏អាចស៊ូបានដើម្បីឲ្យបងប្អូនបានឃើញវីដេអូថ្មីមិនយូរទេបងប្អូនខ្ញុំនឹងនាំបងប្អូនទៅមើលតាពាំងប្រាច់ច្រើនណាបងប្អូនអើយនៅ150នឹងឯងបងប្អូនស្គាល់ហើយ150នៅអាងនៅចិត្តអាងកពីងពួយហ្នឹងឯងបងប្អូនវាមិនឆ្ងាយពីគ្នាប៉ុន្មានទេបងប្អូនភ្នំដែលខ្ញុំថតហ្នឹងភ្នំកពីងពួយបងប្អូនប៉ុន្តែនៅក្រោយណាភ្នំ150បងប្អូនពេកច្រើនប្រកាសជាស្គាល់បងប្អូននៅអាងកពីងពួយឬនៅ150បើឃើញវីដេអូនេះហើយជួយចុចមេដៃមេជើងឲ្យខ្ញុំអ្នកមួយផងបងប្អូនអើយដើម្បីឲ្យខ្ញុំបានមានកម្លាំងចិត្តទៅធ្វើវីដេអូនៅអាងកពីងពួយឬនៅ150ឲ្យបងប្អូនមើលតទៅទៀតណាបងប្អូន